បាទសួស្តីអ្នកសិក្សាបាទថ្ងៃនេះខ្ញុំបាទសូមជូនវិញ្ញាសាត្រៀមប្រឡងក្របខ័ណ្ឌរដ្ឋបាទមន្ត្រីពន្ធនាគារនៅក្នុងឆ្នាំ2026នេះបាទឃើញថាក្រសួងបានរៀបចំជ្រើសរើសបាទដែលអនុញ្ញាតឲ្យបងប្អូនទើបតែចប់សញ្ញាបត្រទុតិយភូមិមធ្យមសិក្សាទុតិយភូមិឬក៏ថ្នាក់ទី12បាទសញ្ញាបត្រថ្នាក់ទី12ក៏អាចមានសិទ្ធិប្រឡងបានដែរបាទដូច្នេះដើម្បីជាគំនិតជាបាទផ្លូវប្រតិបបំភ្លឺផ្លូវបាទខ្ញុំបាទសូមជូនបាទ10សំណួរជ្រើសរើសបាទចម្លើយជ្រើសរើសភាគទី1បាទក្នុងនីតិវិធីពន្ធនាគារបាទអញ្ចឹងខ្ញុំបាទរៀបរៀងចំនួន100សំណួរប៉ុន្តែដោយសារតែសំណួរច្រើនពេកអាចធ្វើឲ្យវីដេអូនឹងវែងបាទដូច្នេះខ្ញុំបាទសូមកាត់មកវីដេអូ10សំណួរមកវីដេអូ10សំណួរអញ្ចឹងខ្ញុំបាទនឹងត្រៀមដល់10ភាគបាទអញ្ចឹងសូមបាទរីករាយតាមដានទស្សនាបាទសំណួរចម្លើយនេះគឺខ្ញុំដកចេញពីនីតិវិធីពន្ធនាគារតែម្ដងបាទដែលជានីតិវិធីដែលក្រសួងបានរៀបចំសិភៅជាសិភៅបាទដូច្នេះខ្ញុំបាទបានដកស្រង់បាទបង្កើតជាកម្រងសំណួរចម្លើយបាទជាយោបល់ជាប្រតិបបំភ្លឺផ្លូវជូនលោកស្រីឬក៏បាទអ្នកសិក្សាដែលមានបំណងចង់ប្រឡងមន្ត្រីក្របខ័ណ្ឌអញ្ចឹងកុំឲ្យខាតពេលវេលាយើងចូលទៅកាន់សំណួរចម្លើយតែម្ដងបាទយើងតាមមើលទាំងអស់គ្នាបាទសូមចាត់អ្នកសិក្សាថ្មីដែលចូលមកកាន់សូមជួយចុច like subscribe channel របស់ខ្ញុំម្នាក់មួយផងបាទដោយសំណួរទី1នេះគឺខ្ញុំផ្អែកទៅលើចម្ពោះទី1ការទទួលយកអ្នកទោសបាទនិយាយអំពីការទទួលយកអ្នកទោសបាទអញ្ចឹងសំណួរសួរថាតើអ្នកទោសត្រូវបានទទួលយកចូលពុកក្នុងពន្ធនាគារនៅពេលណាបាទអញ្ចឹងយកនៅពេលណាចម្លើយ A នៅពេលណាក៏បានតាមការសម្របសម្រួល B បាទចាប់ពីម៉ោង6ព្រឹកដល់ម៉ោង6ល្ងាច C ចាប់ពីម៉ោង8ព្រឹកដល់ម៉ោង4ល្ងាច D នៅពេលយប់តែពេលយប់ប៉ុណ្ណោះដើម្បីសន្តិសុខបាទអញ្ចឹងចម្លើយណាត្រឹមត្រូវអ្នកសិក្សាអញ្ចឹងខ្ញុំបានបង្ហាញជូនចម្លើយដែលត្រឹមត្រូវគឺចម្លើយ C ចាប់ពីម៉ោង8ព្រឹកដល់ម៉ោង4ល្ងាចបាទនេះគឺជាចម្លើយត្រឹមត្រូវអ្នកសិក្សាបាទបាទអញ្ចឹងយើងទៅសំណួរទី2បាទផ្អែកលើចម្ពោះទី1ដដែលការទទួលយកអ្នកទោសដដែលបាទអញ្ចឹងសំណួរសួរថាតើមន្ត្រីត្រូវធ្វើអ្វីខ្លះភ្លាមនៅពេលទទួលយកអ្នកទោសចូលបាទអញ្ចឹងកនាំអ្នកទោសទៅបន្ទប់ភ្លាមខប្រគល់សម្ភារៈឲ្យអ្នកទោសវិញកត្រូវពិនិត្យសុខភាពថតរូបនិងធ្វើកំណត់ហេតុខឲ្យអ្នកទោសសម្រាក24ម៉ោងសិនបាទអញ្ចឹងចម្លើយណាដែលត្រឹមត្រូវបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយកត្រូវពិនិត្យសុខភាពថតរូបនិងធ្វើកំណត់ហេតុបាទធ្វើកំណត់ហេតុឲ្យបានត្រឹមត្រូវសិនចូលថ្ងៃទីប្រមាណបាទគាត់មានសុខភាពយ៉ាងម៉េចដែរបើគាត់មានសុខភាពល្អអត់ជាបញ្ហាទេបើសិនជាគាត់មានបញ្ហាសុខភាពត្រូវបញ្ជូនគាត់ទៅមន្ទីរពេទ្យបាទព្យាបាលសិនបាទអញ្ចឹងដូចក្នុងក្រមសីលធម៌ដែលខ្ញុំបាទចេញវគ្គមុនហ្នឹងអញ្ចឹងបាទកាលណាគាត់មានបញ្ហាសុខភាពត្រូវទៅព្យាបាលភ្លាមបាទព្យាបាលបាទនៅមន្ទីរពេទ្យបាទខ្ញុំគិតថាយើងក្នុងជាអ្នកមន្ត្រីបាទឆ្មាំពន្ធនាគារឬក៏អនុរិយពន្ធនាគារហ្នឹងគឺត្រូវតែដឹងនៅចំណេះដឹងទាំងអស់នេះខ្ញុំគិតថាសំខាន់មែនទែនដូច្នេះហើយបានជាខ្ញុំសម្រេចចិត្តបាទចែកជូនចំណេះដឹងនេះជូនទៅបងប្អូនអ្នកសិក្សាដើម្បីជាទុននៅក្នុងការប្រឡងប្រជែងនៅក្នុងពេលខាងមុខនេះបាទអញ្ចឹងសំណួរទី3សួរថាសំណួរទី3បាទផ្អែកទៅលើចម្ពោះទី2បាទចំណាត់ថ្នាក់សន្តិសុខបាទអញ្ចឹងចំណាត់ថ្នាក់សន្តិសុខយើងមានប្រមាណអញ្ចឹងយើងមើលសំណួរ
bà ta toàn địch tiếngត្រូវបានចាត់ថ្នាក់សន្តិសុខកម្រិតណានៅពេលចូលដំបូងចឹងចម្លើយសន្តិសុខទាបបាទសន្តិសុខមធ្យមសន្តិសុខខ្ពស់និងខមិនបាទទាន់មានចំណាត់ថ្នាក់បាទចឹងតើគាត់មានចំណាត់ថ្នាក់កម្រិតណាចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយកបាទគឺកម្រិតបាទសន្តិសុខខ្ពស់បាទចឹងយើងចូលទៅកាន់សំណួរទី4គឺផ្អែកលើចំពោះ2ដដែលគឺចំណាត់ថ្នាក់សន្តិសុខដដែលសំណួរសួរថាតើគណៈកម្មការធ្វើចំណាត់ថ្នាក់សន្តិសុខត្រូវពិនិត្យឡើងវិញនៅចំណាត់ថ្នាក់របស់បណ្ឌិតទាំងអស់ញឹកញាប់ប៉ុណ្ណាបាទអញ្ចឹងយើងធ្វើចំណាត់ថ្នាក់ហ្នឹងញឹកញាប់ប៉ុណ្ណាបាទករៀងរាល់1ខែម្ដងបាទខរៀងរាល់3ខែម្ដងករៀងរាល់6ខែម្ដងនិងខរៀងរាល់1ឆ្នាំម្ដងបើអញ្ចឹងអ្នកសិក្សាយើងមើលទាំងអស់គ្នាចម្លើយដែលត្រឹមត្រូវគឺចម្លើយខរៀងរាល់3ខែម្ដងបាទគឺមួយត្រីមាសម្ដងបាទយើងទៅមើលសំណួរទី5បន្តទៀតផ្អែកលើចំពុកទី3បាទគឺការដាក់អ្នកទោសតាមបន្ទប់បាទអញ្ចឹងយើងទៅមើលទាំងអស់គ្នាសំណួរសួរថាតើអ្នកទោសប្រភេទណាខ្លះដែលត្រូវដាក់ដោយឡែកពីអ្នកទោសដទៃបាទគឺយើងគាត់ដាក់ដោយឡែកពីគេទោសរបៀបណាបាទកអ្នកទោសដែលមានអាយុក្រោម18ឆ្នាំអ្នកទោសដែលមានជំងឺឆ្លងធ្ងន់ធ្ងរអ្នកទោសដែលត្រូវបានកាត់ទោសចិត្តដោះលែងបាទអ្នកទោសដែលត្រូវបានកាត់ទោសចិត្តដោះលែងខកនិងខទាំងកនិងខមានន័យថាចម្លើយខនោះចង់បានន័យថាកអ្នកទោសដែលមានអាយុក្រោម18ឆ្នាំក៏ត្រូវអ្នកទោសដែលមានជំងឺឆ្លងធ្ងន់ធ្ងរហ្នឹងក៏ត្រូវបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខមានន័យថាទាំងកនិងខបាទត្រឹមត្រូវទាំងពីរហ្នឹងបាទអញ្ចឹងអ្នកសិក្សាយើងបន្តសំណួរទី6បែកលើចំពុកទី4បាទសំណុំឯកសារអ្នកទោសអញ្ចឹងយើងនិយាយពីសំណុំឯកសារអ្នកទោសតើត្រូវបង្កើតសំណុំឯកសារសម្រាប់អ្នកទោសម្នាក់ក្នុងរយៈពេលប៉ុន្មានបន្ទាប់ពីទទួលចូលបាទអញ្ចឹងកបាទរយៈពេលប្រហែលគឺកជំរយៈពេល20សំទោសបាទ48ម៉ោងខ24ម៉ោងក72ម៉ោងនិងខ1សប្តាហ៍បាទយើងមើលចម្លើយទាំងអស់គ្នាចម្លើយដែលត្រឹមត្រូវគឺចម្លើយខបាទចំនួនរយៈពេល24ម៉ោងបាទអញ្ចឹងការធ្វើសំណុំឯកសារសម្រាប់អ្នកទោសម្នាក់ហ្នឹងចូលបន្ទាប់ពីបាទទទួលចូលពន្ធនាគារក្នុងរយៈពេល24ម៉ោងគឺត្រូវតែរៀបចំសំណុំឯកសារសម្រាប់អ្នកទោសហ្នឹងបាទអូខេយើងទៅសំណួរទី7បាទខ្ញុំព្យាយាមកាត់ខ្លីៗដើម្បីកុំឲ្យខាត់ពេលពេកអញ្ចឹងគឺផ្អែកទៅលើចំពុកទី5បាទគឺសម្ភារៈប្រើប្រាស់ស្ដីអំពីសម្ភារៈប្រើប្រាស់អញ្ចឹងតើអ្នកទោសសំណួរតើអ្នកទោសត្រូវបានផ្ដល់សម្ភារៈអ្វីខ្លះនៅពេលចូលពន្ធនាគារបាទអញ្ចឹងយើងមកមើលចម្លើយទាំងអស់គ្នាកស្បៀងអាហារនិងថ្នាំពេទ្យខកម្រាលពូកភួយមុងចានឆ្នាំងនិងសម្ភារៈអនាម័យផ្ទាល់ខ្លួនកសម្លៀកបំពាក់ថ្មីនិងស្បែកជើងខប្រាក់ឧបត្ថម្ភប្រចាំខែបាទអញ្ចឹងតើគាត់មានមួយណាអញ្ចឹងគឺខបាទកម្រាលពូកភួយមុងចានឆ្នាំងនិងសម្ភារៈអនាម័យផ្ទាល់ខ្លួនបាទនេះគឺជាចម្លើយត្រឹមត្រូវអ្នកសិក្សាបាទអូខេយើងទៅសំណួរទី8បាទផ្អែកទៅលើចំពុកទី6ការផ្ដល់ម្ហូបអាហារបាទអញ្ចឹងតើអ្នកទោសត្រូវបានផ្ដល់អាហារប៉ុន្មានពេលនៅក្នុងមួយថ្ងៃបាទចម្លើយក1ពេលគឺពេលព្រឹកខ2ពេលពេលព្រឹកនិងពេលល្ងាចក3ពេលព្រឹកថ្ងៃត្រង់និងល្ងាចខអាស្រ័យទៅលើលទ្ធភាពពន្ធនាគារបាទសំទោសមានពន្ធនាគារបាទពន្ធនាគារអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខតែពីពេលទេគឺពេលព្រឹកនិងបាទពេលល្ងាចបាទ
សំណួរទី9ផ្អែកលើចម្ពោះទី8ការសួរសុខទុក្ខបាទតែយើងសាច់ញាតិរបស់គាត់មានអាចទទួលអ្នកទោសនឹងអាចទទួលការសួរសុខទុក្ខពីក្រុមគ្រួសារដែរទេអញ្ចឹងសំណួរសួរថាតើអ្នកទោសមានសិទ្ធិទទួលការសួរសុខទុក្ខពីក្រុមគ្រួសារយ៉ាងតិចប៉ុន្មានដងបាទនៅក្នុងមួយខែបាទអញ្ចឹងចម្លើយក1ដងខ2ដងក4ដងខអាស្រ័យលើអិរិយាបថអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយក1ដងក្នុងមួយខែបាទអញ្ចឹងអត់ឲ្យញឹកញាប់ទេបាទមួយខែបានតែម្ដងទេបងប្អូនបាទអ្នកសាយើងបាទបាទអញ្ចឹងយើងចូលមកសំណួរទី10សំណួរចុងក្រោយនៃភាគទី1នេះគឺផ្អែកទៅលើចម្ពោះទី9បាទតាក់ទងជាមួយនឹងបាទបទវិន័យអ្នកទោសបាទបទវិន័យអញ្ចឹងយើងមកមើលមកតើតន្តកម្មមួយណាដែលហាមឃាត់ដាច់ខាតមិនឲ្យដាក់លើអ្នកទោសអញ្ចឹងបាទកការដាក់ឲ្យនៅដោយឡែកខការកាត់បន្ថយសិទ្ធិចូលទទួលសម្បត្តិកការដាក់ទណ្ឌកម្មដោយប្រើអំពើហិង្សាការដាក់ក្នុងបន្ទប់ងងឹតឬកាត់បន្ថយចំណីអាហារកវិន័យជាសាច់ប្រាក់អញ្ចឹងយើងមើលចម្លើយដែលត្រឹមត្រូវទាំងអស់គ្នាបាទអញ្ចឹងគឺចម្លើយដែលត្រឹមត្រូវគឺចម្លើយកគឺមិនហាមឃាត់ដាច់ខាតមិនឲ្យដាក់ទណ្ឌកម្មដោយប្រើអំពើហិង្សាការដាក់ក្នុងបន្ទប់ងងឹតការកាត់បន្ថយចំណីអាហារជាដើមឡាក់ហ្នឹងបាទអញ្ចឹងសូមអរគុណសម្រាប់ការតាមដានទេសនាពីសំណាក់លោកស្រីអ្នកទសាបាទហើយសូមជូនពរបេក្ខជនបេក្ខនារីយើងដែលនឹងប្រឡងនៅពេលខាងមុខនេះទទួលបានលទ្ធផលល្អគ្រប់គ្នាបាទសូមអរគុណសូមជម្រាបលា